និង5នាទីយោធាថៃបានប្រើប្រាស់រថក្រោះបាញ់បបុកចូលតំបន់អានសេះនៅម៉ោង 16:30 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅវេលាម៉ោង 17:00 នាទីដល់វេលាម៉ោង 20:25 នាទីយោធាថៃបានវាយលុកខ្លាំងនៅភូមិសាស្ត្រភ្នំ 677 ផ្សារអូបកាស្នេហ៍នៅភ្នំ 500 ប្រាសាទព្រះវិហារតាសឹមនិងភូមិសាស្ត្រ 5 មករានៅព្រឹកថ្ងៃទី 11 ខែធ្នូឆ្នាំ 2025 នៅវេលាម៉ោង 4:40 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារសារជាថ្មីមកលើកម្ពុជាដោយកំភ្លើងធំចូលប្រាសាទខ្នានៅវេលាម៉ោង 4:50 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាដោយប្រើប្រាស់កំភ្លើងធំចូលក្នុងតំបន់ថ្មដូននៅវេលាម៉ោង 5:00 នាទីព្រឹកនេះយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយរថក្រោះកំភ្លើងធំចូលក្នុងទីតាំងថ្មដូនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅវេលាម៉ោង 5:20 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជានៅតំបន់មុខតាសឹមនៅវេលាម៉ោង 6:16 នាទីយោធាថៃចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាដោយប្រើប្រាស់កំភ្លើងធំកំភ្លើងគាំទ្រចូលតំបន់អូស្មាច់នៅវេលាម៉ោង 6:35 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាចូលតំបន់ប្រាសាទតាក្របីទី2ស្ថានភាពជួរមុខសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដែលគិតចាប់តាំងពីវេលាម៉ោង 3:00 នាទីរសៀលថ្ងៃទី10ធ្នូឆ្នាំ 2025 រហូតដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី11ធ្នូឆ្នាំ 2025 នេះនៅវេលាម៉ោង 15:12 នាទីរសៀលកម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារនិងព្យាយាមរុលចូលមកក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 15:42 នាទីយោធាថៃប្រើប្រាស់ drone ហោះចូលភូមិសាស្ត្រស្រុកម្លៃក្នុងភូមិវាលហាត់ឃុំម្លៃស្រុកម្លៃខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 15:45 នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់ទម្លាក់គ្រាប់បែកចំភូមិសាស្ត្រឃុំថ្មដានិងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 15:45 នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់កាភ្លើង 155 មីលីម៉ែត្រចំនួន2គ្រាប់ចូលទៅសាលាបឋមសិក្សាខ្វៅលិចឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចាប់ពីវេលាម៉ោង 15:45 នាទីរហូតដល់វេលាម៉ោង 17:30 នាទីយោធាថៃបានបន្តប្រើប្រាស់កំភ្លើងធំប្រភេទ 155 មីលីម៉ែត្របានបាញ់មកលើទីតាំងរបស់កម្ពុជានៅក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងនិងក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 17:50 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំសន្ធឹកសន្ធាប់នៅភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 18:28 នាទីយោធាថៃបានបាញ់កំភ្លើងធំប្រភេទ 155 មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 19:40 នាទីរថក្រោះថៃសម្ដៅមកក្នុងភូមិសាស្ត្រមុខបឹងត្រកួននៅវេលាម៉ោង 21:21 នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់បែកទម្លាក់នៅភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់នៅវេលាម៉ោង 22:24 នាទីយោធាថៃនៅតែបន្តបាញ់ប្រើប្រាស់កាភ្លើងធំប្រភេទ 105 មីលីម៉ែត្រ drone ពំទម្លាក់គ្រាប់បែកនៅតាមបណ្ដាគោលដៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន11គ្រាប់គួរកត់សម្គាល់ផងដែរថានៅថ្ងៃទី10ខែធ្នូឆ្នាំ 2025 សកម្មភាពដ៏កម្ររបស់យោធាថៃនេះគឺជាការបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិឋានរបស់ប្រជាជនស៊ីវិលរស់នៅជាពិសេសនៅសាលារៀនរបស់កុមារនិងបានបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជាបេតិកភណ្ឌរបស់មនុស្សជាតិទង្វើដ៏សាហាវនេះបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មនុស្សមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងនិងបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យខូចខាតគិតមកដល់ល្ងាចថ្ងៃទី10ធ្នូឆ្នាំ 2025 នេះជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់10នាក់
ក្នុងនោះមានទារកម្នាក់ផងដែរនិងរត់មានជនស្លូតត្រង់ស៊ីវិលរងរបួសកើនឡើងរហូតដល់60នាក់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងការសោកស្ដាយនៅទង្វើពុំមានភាពស្មោះត្រង់របស់ភាគីថៃនិងសូមធ្វើការច្រានចោលទាំងស្រុងនៃការចោទប្រកាន់មូលបង្កាច់បំភ្លៃការពិតនិងគ្មានមូលដ្ឋានម្ដងហើយម្ដងទៀតរបស់ភាគីថៃដែលคล้ายទៅជាទម្លាប់របស់កងទ័ពថៃដើម្បីយកមកធ្វើជាលេសបំរើដល់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកម្រោលនិងខុសច្បាប់យោធាថៃបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឲ្យប្រកាន់ខ្ជាប់នៅកិច្ចព្រមព្រៀងទាំងនេះភាគីថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគីចំណែកកម្ពុជាវិញនៅតែបន្តការបដិញ្ញាចិត្តម្ដងហើយម្ដងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀតនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាតើកម្ពុជាឬថៃជាប្រទេសដែលស្រឡាញ់សន្តិភាពនិងចង់ដោះស្រាយជម្លោះដោយសន្តិវិធីដ៏ពិតប្រាកដជាក់ស្ដែងយោធាថៃបានប្រព្រឹត្តនៅអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកទៅលើទីកន្លែងស៊ីវិលការប្រើប្រាស់ឧស្ម័នពុលការបាញ់កំទេចទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទព្រះវិហារប្រាសាទតាក្របីការបាញ់អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើងនិងមិនរើសគោលដៅដែលបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនអ្នកបានស្លាប់និងរងរបួសក្នុងនោះមានទាំងស្ត្រីកុមារមនុស្សចាស់ជរានិងទង្វើល្មើសច្បាប់ជាច្រើនដទៃទៀតបើទោះបីជាបានប្រព្រឹត្តនៅអំពើខុសច្បាប់អន្តរជាតិរាប់មិនអស់ទាំងនេះហើយកងទ័ពថៃមិនត្រឹមតែមិនចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើលក្នុងគោលដៅតែមួយគត់គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជានិងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជាសហគមន៍អន្តរជាតិនឹងមិនប្រងើយកន្តើយហើយអនុញ្ញាតឲ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាពតាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃហើយមកជ្រើសការគម្រាមកំហែងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិចអាចបន្តទង្វើឈ្លានពានរបស់ខ្លួនដោយនិទានភាពប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួនថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជាថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយនិងតូចជាងខ្លួនដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ទាំងមូលក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់នៅទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់នៅការផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងជាពិសេសលើប្រជាជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញលើទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាស្រឡាញ់សន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែគឺតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះ
កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពាននឹងការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ទន្ទឹមនេះកម្ពុជាអំពាវនាវឲ្យថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងកាតព្វកិច្ចទាំងឡាយស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូបញ្ជាក់ផងដែរថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនមែនសំដៅទៅលើជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងប្រកាន់ភ្ជាប់នៅការគោរពនិងអនុវត្តកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ភ្ជាប់នឹងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជានឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញចំពោះសត្រូវឈ្លានពាននិងបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា This morning I would like to provide update you on the situation of the Thai invasion of Cambodian territory at 4th and 5 military region on December 11, 2025. The Thai side continued to violate the ceasefire and the joint declaration by Prime Minister of the Kingdom of Cambodia and the Kingdom of Thailand signed by the Cambodian and Thai side on October 26, 2025 by continuing to carry out armed aggression against Cambodia's territorial integrity up until this morning on December 11, 2025. Thailand's use of all types of heavy weapons and the deployment of large number of troops to encroach the Cambodian territory is a clear violation of the United Nations Charter, the ASEAN Charter, and the basic principle of international law. Such irresponsible and illegal action pose a grave danger not only to regional peace and stability, but also to the very foundation of international order. The situation of threat and aggression by the Thai side against certain areas within the sovereign territory of Cambodia. The frontline situation at the 4 military region. Timeline of attack launched by Thai military force start from 3 p.m. December 10, 2025 until 7 a.m. December 11, 2025. At 3:05 p.m., the Thai military used tanks to attack ANZAC. At 4:30 p.m., the Thai military deployed fighter jets and dropped 2 bombs. At 5 p.m. until 8:25 p.m., the Thai military launched the major assault at Mount 677 សាអូបកាស្នេហ៍ភ្នំ500ប្រាសាទព្រះវិហារតាសឹម and 5 មករា On the morning of December 11, 2025 at 4:40
a.m., the Thai military fired artillery into the Khna Temple. At 4:50 a.m., the Thai military fired artillery into Thmodon area. At 5 a.m., the Thai military began to deploy tanks and artillery to enter the Thmodon area in large number. At 5:20 a.m., the Thai military began to firing at Pasum area. At 6:16 a.m., the Thai military fired artillery and support fire into Osmak area. At 6:35 a.m., the Thai military began its attack on the Ta Krop Bay Temple. The frontline situation in 5th military region. Timeline of attack launched by Thai military force starting from 3 p.m. on December 10, 2025 until 7 a.m. this morning on December 11, 2025. At 3:12 p.m., the Thai infantry force continued to attack and infiltrated toward Chokche village. At 3:42 p.m., Thai military drone entered Wilhat village, Malay commune, Malay district, Banteay Minh Chey province. At 3:45 p.m., Thai force used drone to drop bomb on the casino area and Oplok Damrai. At 3:45 p.m., Thai force firing 2 rounds of 155 mm artillery shell into the primary school in Khao Lek, Swai Chek commune, Swai Chek district, Banteay Minh Chey province. From 3:45 p.m. to 5:30 p.m., Thai force continue firing with 155 mm artillery shell targeting various locations in Thmoda commune, Vilwang district, and Oplok Damrai area. At 5:50 p.m., Thai force shell intensely in Prechan village. At 6:28 p.m., Thai force fire 155 mm artillery shell into Moda area. At 7:40 p.m., Thai military tanks headed toward Bang Trakun area. At 9:21 p.m., Thai force used drones and dropped 2 shells on Moda area. At 10:24 p.m., Thai force continued shelling with 105 mm artillery and drone launch shell firing 11 rounds into Thmoda commune, Vilwang district, Posak province. It should be noted that on December 10, 2025, this brutal acts of aggression of the Thai military indiscriminately open fire targeting civilian area, especially schools, and further destroy Ta Krop Bay and Preh Vihir Temple, the highly sacred cultural site of Cambodia and the world cultural heritage. Such malicious acts reflect profound immorality and demonstrate a blatant disregard for culture, civilization, and the sacred heritage that form part of the shared legacy of humanity, especially the priceless cultural patrimony built and preserved by Khmer ancestors. The Thai armed aggression has caused serious damage. As of December 10, 2025, the toll includes 10 civilian fatalities, including 1 infant, and 60 civilian injury. The spokesperson for the Ministry of National Defense of the Kingdom of Cambodia expressed regard over the dishonest action of the Thai side and wishes to completely reject the repeated and baseless accusation from the Thai side. This accusation has become the habit of the Thai army, used as an excuse to serve its ambition of aggression against the legitimate sovereign territory of Cambodia.
Since before the start of the brutal and illegal attack on Cambodia, the Thai army has violated all the terms of the ceasefire agreements and the joint declaration on peace between Cambodia and Thailand. Despite insistent call from the international community to adhere to these agreements, Thailand has unilaterally withdraw from recognizing this agreement, while Cambodia has repeatedly committed to respecting this agreement as well as other bilateral agreements. This clearly demonstrates which is true nation, Cambodia or Thailand, is truly peace-loving and want to resolve conflict peacefully. In fact, the Thai army has committed countless violations of international law. These violations include the use of F-16 fighter jets and bombing of civilian areas, the use of toxic gas, the destruction of historical sites such as Temple of Phra Vihir and Temple of Ta Krop Bay, and the discriminate firing of all types of heavy weapons, resulting in the death and injury of many innocent civilians, including women, children, and elderly, as well as many other flagrant violations. Despite committing countless international crimes, the Thai armies not only failed to take responsibility for its inhuman and brutal action, but also blatantly accused Cambodia with the sole goal of creating an excuse to serve the purpose of invading Cambodia's sovereign territory and attack its innocent people. The international community will not stand idly by and allow the country that has abandoned the path of peace by unilaterally rejecting the ceasefire agreement and the joint declaration on peace between Cambodia and Thailand. This nation has chosen to use threat and force without the slightest regard for international law. The continues its aggressive action with impunity. If no action to taking to hold the Thai army accountable for the illegal action, the situation will escalate. Today, the Thai army invade Cambodia. Tomorrow, the Thai army may do the same to other countries that are weaker or smaller than itself. This will seriously affect peace and security in Thai region. The Ministry of National Defense spokesperson demand that the Thai army immediately cease all its aggressive action, stop spreading false information that distort the truth, stop discriminate attack, especially on civilian and civilian infrastructure, and stop attacks that destroy historical sites, which are not only the most valuable cultural asset for the Cambodia, but also for all of humanity. The Thai army must show sincerity and goodwill if Thailand truly desires real peace, because peace cannot come from only through words, but only through concrete action. The Thai army can start by immediately ceasing all illegal activity as mentioned above. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and lawful activity, as well as demand that Thailand take full responsibility for such brazen violence. Cambodia
urged that Thailand immediately stop all hostile activity and withdraw all force from Cambodia territorial integrity and avoid acts of aggression that threaten peace and stability in the region. At the same time, we call on the Thai side to firmly honor the ceasefire agreement, the joint declaration, as well as the obligation under international law with sincerity, in good faith and goodwill. The Ministry of National Defense of the Cambodia iterates that Cambodia self-defense is solely targeted at the Thai military target, not targeted at civilian area, emphasizing that Cambodia consistently and strictly uphold all obligations under international law, especially international humanitarian law. Cambodia is firmly committed to respecting and implementing the term of the ceasefire agreement, the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the highest sense of responsibility and goodwill, rather than resorting to acts of aggression or the use of force. Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaty conventions and agreements, so as to seek solution that is just, fair, long-lasting, and in complying with international law. In this regard, Cambodia called on the Thailand to turn to honor the ceasefire agreement and the joint declaration between Cambodia and Thailand signed on October 26, 2025 with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister His Excellency Anwar Ibrahim in his capacity as the ASEAN rotating chair. In this noteworthy that Cambodian forces have been fighting fearlessly and resolutely to fulfilling their role to protect Cambodia territorial integrity. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងយុទ្ធភូមិភាគទី 4 និងទី 5 នៅព្រឹកនេះចំពោះការវិវត្តថ្មីៗនាងខ្ញុំនឹងជម្រាបជូនតាមក្រោយសូមអរគុណ បាទទូរទស្សនិកជនទៅបានទស្សនានិងស្ដាប់នៅខ្លឹមសារតកតងទៅនឹងស្ថានភាពវិវត្តនៅព្រំដែនកម្ពុជាថៃដែលករណីយោធាថៃបាននឹងបន្តនៅក្នុងការឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់នៅអាវុធធុនធ្ងន់គ្រប់ប្រភេទមកលើកងកម្លាំងនិងតំបន់ជនស៊ីវិលរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាលោកនាងទូរទស្សនិកជនដោយដែលប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការពារជាតិគឺបានបញ្ជាក់ឲ្យថាគិតមកដល់ថ្ងៃនេះគឺថាពលរដ្ឋដែលជាជនស៊ីវិលស្រុតត្រង់កម្ពុជាបានស្លាប់កើនឡើងដល់10នាក់ហើយខណៈដែល60នាក់ ផ្សេងទៀតនឹងបានរងរបួសធ្ងន់និងស្រាលហើយកំពុងតែភ័យច្រើននឹងស្ថិតនៅក្នុងស្ថានភាពនៃការសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យចំណែកឯស្ថានភាពនៃចំនួនជនភៀសសឹករបស់កម្ពុជាក៏មានការកើនឡើងជាបន្តផងដែរដោយសារតែសកម្មភាពនៃការបន្តឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា អរគុណសម្រាប់ការចំណាយពេលវេលាតាមដានទស្សនារបស់លោកអ្នកយើងខ្ញុំនិងក្រុមការងារសូមអរគុណនិងសូមគោរពលា